ហើយចុងក្រោយហ្នឹងគឺអរគុណផងដែរអ្នកដែលនៅប្រទេសកម្ពុជាដែលបានលក់បាយក្តាំងដាក់បាត់សាច់បាក់យ៉ុងបាទសាច់បាក់យ៉ុងឲ្យក្រុមខ្ញុំដែលទិញទៅជូនកងទ័ពហ្នឹងដោយតម្លៃទាបជាងធម្មតាបាទតម្លៃគាត់លក់ឲ្យគេគឺមួយកញ្ចប់20000រៀលប៉ុន្តែគាត់លក់ឲ្យក្រុមបងប្អូនខ្ញុំដែលទិញយកទៅចែកវីរៈកងទ័ពហ្នឹងគាត់លក់តែ15000ទេអញ្ចឹងដូច្នេះបាទមានស្មារតីគាត់ផងដែរគាត់មិនលក់ឡើងថ្លៃទេអញ្ចឹងអរគុណណាខ្ញុំសូមមិនបញ្ចេញឈ្មោះទេថាយកទៅឲ្យកន្លែងណាហើយអ្នកណាអ្នកលក់ឲ្យម្ចាស់សម័យខ្លួនគាត់ដឹងហើយអញ្ចឹងអរគុណណាអរគុណច្រើនដែលមិនជារកាសនេះបាទធ្វើបាបបាទគាត់លឺសូគាត់ថាយកទៅឲ្យវីរៈកងទ័ពគាត់លក់ថាយកតែមកកដុំ15000នេះអ្នកធម្មតាគាត់លក់20000បាទខ្ញុំដាក់បាយក្តាំងហ្នឹងដើម្បីអាចឲ្យចឹងបាយក្តាំងពិសេសបាទបាយក្តាំងពិសេសដើម្បីឲ្យយុទ្ធជនគាត់បានទុកបានយូរទទួលទានបានយូរបាទ